លោកព្រាមដោះលែងសត្វដែលគួរអាណិតទាំងនេះចងយើងជំនួសវិញទៅហើយបង្ហូរឈាមយើងដើម្បីបួងសួងចុះព្រះសមណៈសត្វដែលយើងសម្រាប់ទាំងប្រមាណនេះត្រូវទៅកើតក្នុងឋានសួគ៌ក្រោយពីវាងាប់ទៅណាលោកបួងសួងដើម្បីបញ្ជូនសត្វទៅឋានសួគ៌គឺដើម្បីទទួលពរព្រះសមណៈដើម្បីហេតុទាំងពីរយ៉ាងនឹងឯងលោកអូនទេមានស្រីមួយប្រុសមួយបងលោកបញ្ជូនពួកគេទៅឋានសួគ៌ទេបងមានន័យយ៉ាងម៉េចនឹងបើអញ្ចឹងលោកព្រាមហេតុអ្វីលោកមិនចងពួកគេហើយកាត់កពួកគេទៅព្រះសមណៈនេះចង់និយាយពីស្អីស្ដាប់ណាលោកព្រាមអ្នកណាដែលអះអាងថាការបួងសួងជារឿងប្រសើរពួកគេជាអ្នកបួសដែលយករឿងនេះធ្វើជាអាជីពរកចិញ្ចឹមខ្លួនឯងលោកកុំធ្វើតាមដោយគ្មានហេតុផលឲ្យសោះបើអញ្ចឹងព្រះសមណៈទូបង្គំនឹងមានជំរឿនដ៏ល្អសម្រាប់បួងសួងព្រះជាម្ចាស់ដោះលែងសត្វគួរអាណិតទាំងអស់នេះទៅបានព្រះសមណៈបើទូបង្គំដោះលែងបែបនេះតើគូបង្គំនឹងរស់នៅក្នុងសង្គមលោកព្រាមយ៉ាងម៉េចនាពេលលោកសម្ដែងក្តីមេត្តាចំពោះសត្វទាំងនេះហើយសត្វដ៏ច្រើននឹងគោរពដល់លោកនឹងទទួលបានពរពីព្រះជាម្ចាស់អូយព្រះសមណៈគូដមខ្ញុំព្រះអង្គនឹងដោះលែងសត្វនៅពេលនេះហើយអាយ៉ាគូយើងក៏ដែលអ្នកស្រុកគោរពទ្រង់វាជាការពិតទ្រង់ជាអ្នកត្រាស់ដឹងអស្ចារ្យណាស់លោកជាទីគោរពតើសមណៈគូដមជាអ្នកណាទៅទ្រង់គឺជាព្រះពុទ្ធអ្នកសាងចំពោះផ្លូវអ្នកដែលមិនបានសាងអ្នកប្រកាសចំពោះផ្លូវអ្នកមិនបានប្រកាសអ្នកដឹងផ្លូវចំពោះអ្នកដែលមិនបានដឹងផ្លូវ